ជំរាបសួរបងប្អូនទាំងអស់គ្នាការវិភាគមិញមានរូបមួយផ្ទាំងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាបានឃើញគឺតាក់ទងជាមួយនឹងតម្លៃប្រេងនៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បាទហើយតម្លៃហ្នឹងគឺវាមានខុសៗគ្នាអញ្ចឹងទៅអញ្ចឹងឥឡូវយើងមកដឹងពីមូលហេតុខ្លះៗថាហេតុអីបានតម្លៃប្រេងហ្នឹងគឺវាខុសគ្នាកត្តាធំបំផុតទី1ហ្នឹងគឺតាក់ទងជាមួយពន្ធនិង subsidy នៅពេលដែលខ្ញុំអានពាក្យ subsidy មួយម៉ាត់ខ្ញុំចាំនៅពេលដែលខ្ញុំទៅលេងនៅប្រទេសម៉ាឡេស៊ីគឺពន្ធរបស់គេមានដងប្រេងរបស់គេអញ្ចឹងទៅបន្ទាប់មករដ្ឋាភិបាលគឺ subsidy មានន័យថាបើសិនជាយើងចាក់1លីត្រ1រៀលរដ្ឋគេចេញ5កាក់យើងចេញកប៉ៅខោ5កាក់ហ្នឹងហើយអាហ្នឹងគឺ subsidy ខ្ញុំបញ្យល់បងប្អូនឡើយហ្នឹង subsidy អញ្ចឹងយើងមកដឹងពីគោលនយោបាយពន្ធនិងការឧបត្ថម្ភធនបាទ taxes and subsidy ហ្នឹងឯងទីមួយប្រទេសដែលមានតម្លៃទាបដូចជាម៉ាឡេស៊ីនិងប្រូយណេរដ្ឋាភិបាលក្នុងប្រទេសទាំងនោះគឺផ្ដល់ការឧបត្ថម្ភធន subsidy ដែលខ្ញុំនិយាយមិញហ្នឹងបើយើងចាក់1លីត្រ1រៀលរដ្ឋជួយចេញ5កាក់យើងចេញ5កាក់ហ្នឹងឧទាហរណ៍អាហ្នឹងពាក្យ subsidy ហ្នឹងគឺនៅប្រទេសម៉ាឡេស៊ីនិងប្រូយណេអញ្ចឹងដើម្បីធ្វើនេះជួយសម្រួលជីវភាពរបស់ប្រជាជនដោយសារតែប្រទេសហ្នឹងគឺមានប្រទេសមានរងប្រេងខ្លួនឯងអញ្ចឹងក្រៅពីផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងស្រុកលក់ចេញទៅក្រៅហើយក្នុងស្រុកយើងប្រជាពលរដ្ឋហ្នឹងគឺទទួលបាន subsidy ហ្នឹងឯងបាទដូច្នេះតម្លៃលក់នៅលើទីផ្សារគឺទាបជាងតម្លៃដើមហើយទី2ប្រទេសដែលលក់តម្លៃខ្ពស់ដូចជាសង្ហបុរីរដ្ឋាភិបាលគឺដាក់ពន្ធខ្ពស់បាទដាក់ពន្ធលើប្រេងឥន្ធនៈហ្នឹងខ្ពស់ដោយសារតែដើម្បីកាត់បន្ថយការប្រើរថយន្តឯកជននិងការកាត់បន្ថយការបំពុលបរិស្ថានអញ្ចឹងនៅសិង្ហបុរីឧបមាថាសាំង1លីត្រ1រៀលរដ្ឋគេដាក់ពន្ធដល់1រៀល8ដើម្បីអីយើងដឹងខ្ញុំក៏ធ្លាប់ទៅបានទៅលេងសិង្ហបុរីដែរសិង្ហបុរីគឺ public transportation របស់គេហ្នឹងគឺទលំទលាយមែនតើបើរថភ្លើងវិញជិះខ្វាត់ខ្វែងជុំវិញមកទីក្រុងជិះមួយប្រទេសសិង្ហបុរីហ្នឹងចំណាយពេលថា2ម៉ោងឯងបាទមានតាំងពីរថក្រុងផងអីគេរថភ្លើងលឿនផងហើយតាក់ស៊ីថ្លៃគួរសមដែរបងប្អូនគ្នាអញ្ចឹងនៅសិង្ហបុរីប្រេងសាំងគេថ្លៃដោយសារគេដាក់ពន្ធខ្ពស់ហើយពិបាករកចំណតទៀតអញ្ចឹងគេសុកចិត្តលើកគេហៅថាសេវាធ្វើដំណើរសាធារណៈឲ្យខ្ពស់ដើម្បីប្រជាពលរដ្ឋប្រើអានឹងវិញជាងប្រើរថយន្តឯកជនបាទអញ្ចឹងបានប្រេងសាំងនៅសិង្ហបុរីខ្ពស់កត្តាធំទី2គឺតាក់ទងជាមួយធនធានធម្មជាតិក្នុងស្រុក domestic resource ដែលខ្ញុំនិយាយមិញបងប្អូនប្រទេសដូចជាប្រូយណេនិងម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីគឺជាអ្នកផលិតប្រេងនិងអ្នកនាំចេញប្រេងការដែលមានធនធានផ្ទាល់ខ្លួនធ្វើឲ្យពួកគេអាចគ្រប់គ្រងតម្លៃបានល្អជាងប្រទេសដែលត្រូវនាំចូលទាំងស្រុងផ្ទុយទៅវិញប្រទេសដូចជាយើងប្រទេសកម្ពុជាប្រទេសឡាវ landlocked country និងប្រទេសថៃទោះបីមានប្រេងអីមួយជាក៏ត្រូវការនាំចូលដែរសារតែគ្រប់គ្រងរបស់ក្នុងប្រទេសរបស់គាត់ច្រើនគឺត្រូវនាំចូលប្រេងភាគច្រើនពីបរទេសដែលធ្វើឲ្យតម្លៃអាស្រ័យទៅលើទីផ្សារអន្តរជាតិនិងថ្លៃដឹកជញ្ជូនបាទទី3ថ្លៃដឹកជញ្ជូននិង postal បាទ port logistic and transportation កត្តាភូមិសាស្ត្រគឺប្រទេសដែលគ្មានសមុទ្រដូចឡាវគេហៅថា landlocked country មានថាប្រទេសហ្នឹងគឺអត់មានសមុទ្រទេគឺព័ទ្ធជុំវិញទៅដោយប្រទេសហ្នឹងហៅ landlocked country បងប្អូនគ្នាត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់ជាងតាមរយៈការដឹកតាមឡានស៊ីតេនពីប្រទេសជិតខាងដែលធ្វើឲ្យតម្លៃប្រេងនៅឡើយខ្ពស់ជាងគេមួយក្នុងតំបន់បាទរហូតដល់$1.33ហេដ្ឋារចនាសម្ព័ន្ធប្រទេសដែលមានប្រព័ន្ធដឹកជញ្ជូនប្រេងនិងឃ្លាំងស្តុកប្រេងទំនើបអាចជួយកាត់បន្ថយចំណាយបន្ទាប់បន្សំបានខ្លះបាទកត្តាធំមួយទៀតនោះគឺកត្តាអត្រាប្តូរប្រាក់ឬក៏និងសេដ្ឋកិច្ចបាទ exchange rate ដោយសារតែតម្លៃប្រេងឆៅនៅលើពិភពលោកត្រូវបានជួញដូរជាប្រាក់ដុល្លារដូច្នេះបើលុយជាតិរបស់ប្រទេសណាមួយធ្លាក់ចុះដូចជាប្រាក់រៀលឬក៏ប្រាក់គីបឡាវនោះតម្លៃប្រេងនឹងត្រូវឡើងថ្លៃនៅពេលដែលប្តូរជាលុយក្នុងស្រុកដើម្បីលក់បាទសេចក្តីសន្និដ្ឋានភាពខុសគ្នារវាង 0.40 នៅប្រូយណេនិង 1.80 នៅសិង្ហបុរីមិនមែនមកពីគុណភាពប្រេងខុសគ្នាខ្លាំងនោះទេប៉ុន្តែវាជាជំរឿននយោបាយសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗអញ្ចឹងនេះគឺជាមូលហេតុចម្បងគោលធំដែលធ្វើឲ្យតម្លៃប្រេងនៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងមានការប្រែប្រួលនិងតម្លៃខុសគ្នាព្រោះខ្ញុំឃើញអានខមមិនឃើញបងប្អូនខ្លះគាត់ថាហេតុអីបានខ្មែរនៅលេខ4ហេតុអីក៏សិង្ហបុរីថ្លៃហេតុអីបានប្រូយណេថោកអញ្ចឹងអានេះគឺជាមូលហេតុខ្លះហើយរូបនេះមែនតើខ្ញុំឃើញដំបូងនៅ South East Post មុនគេព្រឹកឡើងខ្ញុំឃើញហើយក៏ខ្ញុំ
យករូបនោះមកដាក់ទៅហើយក៏ឃើញបន្ទាប់មកក៏ឃើញមានបងប្អូនចែកចាយតែមិនចែកចាយពីរបស់ខ្ញុំទេបាទចែកចាយពី Adam Q កាន់ចរិតគាត់យកcaption ហ្នឹងទៅបង្ហោះបន្តទៅគឺមានមនុស្សច្រើន share ហើយអញ្ចឹងខ្ញុំក៏នឹកឃើញក៏ព្យាយាមបញ្យល់ពីមូលហេតុខ្លះៗថាហេតុអីបានតម្លៃប្រេងនៅក្នុងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះគឺមានការប្រែប្រួលអញ្ចឹងបើសិនជាបងប្អូនចូលចិត្តក៏ដូចជាគិតថានឹងត្រូវឬខុសបងប្អូនអាចបានក៏ជាទស្សនៈរបស់ខ្ញុំទេហើយបើសិនជាពេញចិត្តវីដេអូជួយ share ផងហើយចុច channel Telegram ខ្ញុំផងព្រោះបច្ចុប្បន្នមាន417ហើយខ្ញុំចង់បាន channel ក្នុង Telegram ច្រើនតិចបងប្អូនទាំងគ្នាបាទសូមអរគុណបើសិនជាពេញចិត្តសលេងមួយនេះបងប្អូនជួយ join channel ខ្ញុំផង